សូមនមស្ការគុណចាស់គ្រូអង្គចិត្តឆ្ងាយទាំងអស់សញ្ញាណពរញាតិញោមចិត្តឆ្ងាយឆ្នះជុំវត្តបางប្រាទាំង3ភូមិព្រមទាំងពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់ក្រៅប្រទេសក្នុងប្រទេសនិងក្រៅប្រទេសនេះជាវីដេអូនៃការថតពីលើដែលពុទ្ធបរិស័ទបានតរើសថ្មដើម្បីមកធ្វើគ្រឹះបលាំងព្រះគ្រឹះសម្រាប់តម្កល់ព្រះណាព្រះអង្គវសូត្រដែលមានទម្ងន់ដូចជា5តោនជាងដែរញោមហើយញោមបរិស័ទឃើញនេះគឺមិនមែនរើសនៅនឹងជាប់នៅផ្លូវទេគឺរើសខាងផ្លូវបងខាងផ្លូវរើសយកមកដាក់ជាប់ផ្លូវហើយជូនដាក់ឡានបងរើសខ្លះដែររើសជិតផ្លូវតិចតួចតែភាគច្រើនរើសខាងនោះផ្លូវបងលេងញោមវិញរើសនៅផ្លូវគេតិចគេថាគេអីហើយសញ្ញរណពរផងញោមជាស្រ័យបើមានការខុសឆ្គងបើបរិស័ទអាត្មាមានការខុសឆ្គងកន្លែងណាជាស្រ័យហើយវីដេអូនេះថតអេដ្រូនអញ្ចឹងចូលសម្លេងទៅទី1បងអញ្ចឹងគឺមកទនិពន្ធទាំងអស់គ្នាផងដោយសារអត់ទិញគេថ្លៃអញ្ចឹងសុចិត្តនិញោមថាសុចិត្តផងគ្នាទៅរើសបានមួយឡានម្ដងហើយអញ្ចឹងរើសមួយឡានទៀតដោយសារអត់គ្រាន់អញ្ចឹងរើសថ្មថែមទៀតហើយឃើញសប្បាយរីករាយសប្បាយក្រៃលែងបត់កើតចេញអំពីចិត្តប៉ុនមាន3យ៉ាងកើត3យ៉ាងហើយកាយវាចាចិត្តយើងលុយមិនដល់យើងធ្វើបន់ដោយកាយដោយកម្លាំងអញ្ចឹងទៅអ្នកជើងអញ្ចឹងហើយទៅនេះសកម្មភាពនៃរើសថ្មហើយសបាយផងក្តៅផងអីផងបងហើយមួយទៀតគឺបសោតហ្នឹងគឺធ្វើរួចហើយញោមអត់បាននេះទេចន្ទថាកំហុសផ្សេងបសោតនឹងផ្សេងហ្នឹងគឺរើសថ្មដើម្បីធ្វើកន្លែងព្រះអង្គត្រាស់ដឹងធ្វើកន្លែងបលាំងចឹងមានការកុសឆ្គងកន្លែងណាញោមពុទ្ធបរិស័ទបានឃើញជាស្រ័យផងព្រោះហើយជាស្រ័យដល់ម្ចាស់ស្រែម្ចាស់ចង្ការតាមនោះផងណាដែលបរិស័ទអាត្មាហ្នឹងរើដុំថ្មខ្ញុំធ្វើបលាំងព្រះអញ្ចឹងមកបានឃើញក៏ចែកបនផងញោមអនុមោទនាបនជាមួយអាត្មាភាពនិងបរិស័ទផងណាញោមណាបាទអនុមោទនាបនផង